ក្រោយមានការរិះគន់ដោយទឹកបាក់ទំនប់ទៅលើការស្លៀកពាក់របស់ Nina Daly បងប្អូនជាទីគោរពយប់មិញនេះគឺគាត់បានចេញវីដេអូខ្លីមួយប្រហែលជា1នាទីដែលគាត់ចេញមកនេះគឺគាត់បកស្រាយទៅលើមតិមួយចំនួនដែលលើកឡើងថាការស្លៀកពាក់ sexy គឺអាចធ្វើឲ្យការឡើងនៅបញ្ហារំលោភទៅលើក្មេងៗឬក៏ទៅលើស្ត្រីអីចឹងទៅដោយសារតែពួកលមោបកាមនៅពេលដែលឃើញរបៀបsexy អីបែបអញ្ចឹងធ្វើឲ្យទប់អារម្មណ៍អត់បានក៏រចាស្ត្រីណាមួយដែលជាភេទទុនខ្សោយដែលមានឱកាសគឺរំលោភបំពានទៅលើគាត់អីចឹងណាបងប្អូនអញ្ចឹងហើយបានជាគាត់ចេញវីដេអូបកស្រាយទៅលើករណីនៃយោបល់ដែលលើកឡើងពាក់ព័ន្ធទៅនឹងបញ្ហាហ្នឹងប៉ុន្តែតកតងទៅនឹងការដែលគាត់ស្លៀកពាក់ឈុតកីឡាបែប sexy បែបរឹបក្បឺតនៅទីសាធារណៈខុសពីកន្លែងហាត់ប្រាណហ្នឹងគឺគាត់មិនមាននិយាយនឹងក្នុងការបកស្រាយរបស់គាត់ទេបងប្អូនដោយសារតែ Nina Daly គាត់គឺជាគ្រូហាត់ប្រាណហើយគាត់តែងតែចេញវីដេអូបែបហាត់ប្រាណចាធ្វើមិនឲ្យសាច់ដុំស្អាតធ្វើមិនឲ្យក្បាលពោះរាបស្មើឲ្យដៃសាឡូនឲ្យជើងសាឡូនអីចឹងណាហើយគាត់ក៏បានផ្ទុះវីដេអូខ្លាំងដែលគាត់ចេញនៅក្នុងទឹកដីប្រាសាទអង្គរវត្តចាគាត់រឹបក្បឺតហ្មងឈុតកីឡារបស់គាត់ហ្នឹងហើយអ្វីដែលសំខាន់គឺគាត់អត់មានបាំងចាសដនរបស់គាត់ទេពេលដែលដើរមកគៀកកាមេរ៉ាទៅឃើញក្បាលសដនណាចាអធិស្ឋាននេះគឺខ្ញុំសូមបញ្ជាក់លេនេះតែម្ដងដោយសារតែផ្ទុះការរិះគន់ត្រង់ចំណុចនឹងច្រើនគាត់ក៏បានលុបវីដេអូនឹងចោលហើយគាត់ក៏បានសុំទោសដែរហើយចំពោះការបកស្រាយរបស់គាត់កាលពីយប់មិញនេះក៏គាត់បន្ថែមជាមួយនឹង status បញ្ជាក់ថាគាត់នឹងលែងថតអារូបភាពបែបហ្នឹងនៅប្រាសាទអង្គរវត្តទៀតហើយចាហើយគាត់ក៏ធ្វើការបកស្រាយតាក់ទងទៅនឹងមតិមួយចំនួនដែលលើកឡើងថាការស្លៀកពាក់ sexyគឺអាចធ្វើឲ្យកើតមានបញ្ហាករណីរំលោភបំពានលើស្ត្រីទុនខ្សោយមានការកើនឡើងអញ្ចឹងបងប្អូនយើងស្ដាប់សេចក្តីនៃការបកស្រាយរបស់គាត់ទាំងអស់គ្នាជាហេតុផលឬលេសនៃការរំលោភបំពានការបៀតបៀនឬការប្រើអំពើសារឬកុមារឬនរណាម្នាក់ទេថ្មីនេះខ្ញុំទទួលបានខមមិនច្រើនមែនទែនហើយវារំខានខ្លាំងហើយវាក៏ឈឺចាប់ខ្លាំងដែរដែលបង្ហាញថាការស្លៀកពាក់ sexy អាចបង្កឲ្យគ្រោះថ្នាក់ឬលើកជំរុញទឹកចិត្តមនុស្សប្រុសឲ្យទៅចាប់រំលោភកុមារអត់កំណត់បែបនេះគឺអត់ត្រឹមត្រូវទេហើយក៏វាមានគ្រោះថ្នាក់ដែរអញ្ចឹងខ្ញុំត្រូវលើកយកមកនិយាយខ្ញុំនិយាយនេះគឺដោយក្តីស្រឡាញ់និងអំណាចភាពជាមនុស្សស្រីឬប្រុសត្រូវទទួលខុសត្រូវទង្វើរបស់ខ្លួនហើយអ្វីខ្ញុំពាក់មិនអាចផ្លាស់ប្ដូរបាននេះហើយក៏គ្មានមនុស្សស្រីនិងគ្មានស្រីណាម្នាក់ស័ក្តិសមទទួលការលាបពណ៌លើទង្វើដែលកន្លែងធ្វើដែរខ្ញុំស្លៀកពាក់តាមរបៀបដែលធ្វើអារម្មណ៍របស់ខ្ញុំមានភាពជឿជាក់ភាពស្មោះត្រង់ហើយនឹងស្រឡាញ់លើខ្លួនឯងហើយវាក៏មិនមែនជាអូក្រិតជួនហើយវាក៏មិនមែនឲ្យភាពអាម៉ាស់ដែរបើសិនជាភាពមានទំនុកចិត្តនិងភាពជឿជាក់របស់ខ្ញុំធ្វើអ្នកមិនស្រួលខ្លួននឹងគឺជាបញ្ហារបស់អ្នកអត់មានជាបញ្ហារបស់ខ្ញុំហើយយើងត្រូវតែបញ្ឈប់លើការមើលងាយលើរូបរាងមនុស្សស្រីហើយចាប់ផ្ដើមនៃការរៀនការគ្រប់គ្រងលើខ្លួនឯងនិងទំនួលខុសត្រូវជូនទៅដល់មនុស្សស្រីដែលកំពុងមើលវីដេអូហ្នឹងធ្វើជាខ្លួនឯងបង្ហាញអ្វីជាខ្លួនឯងជឿជាក់លើខ្លួនឯងអរគុណច្រើនអរគុណនេះគឺជាវីដេអូរបស់គាត់បងប្អូនជាទីគោរពណាចាឡងទៀតរហូតបិទចោលមិនតាន់នេះគឺជាពាក្យពេចន៍ទាំងស្រុងរបស់ Nina Daly ដែលគាត់បកស្រាយពីព្រោះមានមតិមួយចំនួនលើកឡើងថាការដែលគាត់ស្លៀកពាក់បែប sexy អញ្ចឹងគឺអាចរុញច្រានបង្កើតនិងមានការរំលោភបំពានទៅលើកុមារឬក៏ស្ត្រីភេទទុនខ្សោយអីចឹងទៅចឹងបងប្អូនស្ដាប់នៅការបកស្រាយរបស់គាត់ហើយបងប្អូនយល់ឃើញយ៉ាងណាអាចបញ្ចេញនៅការចូលរួមបច្ចៈបន្ថែមទៀតដោយសារតែការរិះគន់មួយចំនួនធំគឺរិះគន់ទៅលើការស្លៀកពាក់របស់គាត់មិនសមនឹងទីកន្លែងគាត់ស្អាតគាត់រៀងស្អាតគាត់បែបអ្នកកីឡាអញ្ចឹងបើសិនជាគាត់ជ្រើសរើសឈុតបែបហាត់ប្រាណអញ្ចឹងគឺគាត់អាចនៅក្នុងក្លឹបឬនៅក្នុងបន្ទប់បិទជិតបង្ហាញតាក់ទងទៅនឹងសកម្មភាពក្នុងការហាត់ប្រាណអញ្ចឹងណាដល់ទៅពេលគាត់ចេញទៅសារទំនើបចេញទៅមុខវាំងណាចេញទៅតំបន់ទីសាធារណៈផ្សេងដែលប្រើប្រាស់ឈុតបែបនេះក៏បងប្អូនយើងមួយចំនួនធំគាត់យល់ថាវាដូចជាអត់សមជាមួយនឹងទីកន្លែងចំពោះសម្លៀកបំពាក់របស់គាត់ហ្នឹងបើសិនជាគាត់ស្លៀកពាក់បែប sexy ធម្មតាហើយគាត់ថតក្បាច់ហាត់ប្រាណអីវិញតាមអីវិញបងប្អូនណាមែនអត់ចាដល់ទៅពេលគាត់ប្រើប្រាស់ឈុតហាត់ប្រាណបែរជាទៅបង្ហាញនៅទីសាធារណៈធ្វើឲ្យបងប្អូនយើងគាត់មើលឲ្យដូចថាអត់តំណងអត់សមអញ្ចឹងណាពីព្រោះមានអ្នកដែល sexy ជាច្រើនដែលគាត់ sexy ហើយគាត់ប្រើសម្លៀកបំពាក់បែប sexy ដើរទៅនេះទៅនោះអីនៅទីសាធារណៈអីចឹងណាចាដូចជាមិនអីទេតែដល់ទៅពេលគាត់បែបលក្ខណៈកៅអៅហាត់ប្រាណហើយ sexy ហើយក្បឺតអញ្ចឹងទៅក៏មានការរិះគន់ច្រើនប៉ុន្តែសម្រាប់ការបកស្រាយរបស់គាត់មិនសំដៅទៅលើរឿងដែលថា sexy ឬក៏កៅអៅហាត់ប្រាណនៅទីសាធារណៈទេគឺគាត់បកស្រាយសំដៅតែទៅលើថាការស្លៀកពាក់ sexy របស់គាត់ធ្វើឲ្យកើតឡើងនៃការរំលោភបំពានទៅលើកុមារឬក៏ស្ត្រីភេទទុនខ្សោយអីចឹងទៅណាចាអរគុណណាស់ខ្ញុំក៏សូមបញ្ចប់ហើយរកការខុសឆ្គងបងបញ្ចូលក៏សូមអភ័យទោសជួបគ្នាជាមួយនឹងបងប្អូននៅព័ត៌មានក្រោយៗជាបន្តសូមអរគុណ